ភិក្ខុសង្ឃឈឺចឹងភិក្ខុអីដែលឈឺព្រះចូលទៅលៀងតបៅនោះមានចាំហ៎ឈ្មោះអីមានអង្គណាចាំហ៎អត់ចាំទេមានភិក្ខុមួយអង្គលោកអាពាតញោមវាស្អុយពេញខ្លួនដល់អញ្ចឹងលោកចិត្តហ្នឹងអត់មើលទុកចោលអញ្ចឹងព្រះលោកដឹងលោកចូលទៅលាងតំបៅភិក្ខុនោះលាងឡើងស្អាតហើយលោកប្រាប់ថាអ្នករស់នៅជាមួយគ្នាត្រូវថែរក្សាគ្នាព្រោះអ្នកឯងហ្នឹងជាសមណៈសក្យបុត្របើស្រឡាញ់តថាគតណាត្រូវមើលភិក្ខុសង្ឃនៅជាមួយគ្នានឹងឲ្យបានដូចបងប្អូនអញ្ចឹងឃើញទេនេះឯងជាការបដិបត្តិព្រះពុទ្ធសាសនាការបដិបត្តិព្រះមេត្តាករុណាគឺមេត្តាអញ្ចឹងមិនមេត្តាតែខ្យល់ទេឃើញណាមេត្តាទៅតាមខ្យល់និយាយចាស់ថាបានមីក្រូនិយាយចប់បិទទៅនាំនេះទៅដេកអស់ហ្នឹងប៉ុន្តែមេត្តាមែនទែនគឺចូលទៅចិត្តអញ្ចឹងចូលទៅជួយចូលទៅយួរអញ្ចឹងព្រះសង្ឃប្រគណាជាម្ចាស់នឹងដល់ចូលអញ្ចឹងណាចាស់ហៅសាអើតទៀតកុំឲ្យចាំទៅដល់ថ្ងៃអូព្រះអង្គអើយទៅបាំងស្គលឲ្យតាមុកផងមិនឲ្យស្លាប់បាត់ហើយទៅបាំងស្គលអានិច្ចាបីបត់មកវិញទៅដែរអត់ទេរបស់ដែលល្អគឺឲ្យមុនស្លាប់របស់អីក៏ដោយគ្មានរបស់ណាដែលល្អជាងមុនស្លាប់ទេញាតិញោមមែនទេអញ្ចឹងនេះមេត្តាធម៌ផ្លូវចិត្តឲ្យមុនស្លាប់មនុស្សឈឺអីនេះណាទេណាពេលឃើញបកូនណាទៅល្អណាស់ទៀតត្បិតតែវត្តមានរបស់បកករណាម្ចាស់ថ្លៃទៅនឹងមិនអាចធ្វើឲ្យរោគញោមជាក៏ដោយប៉ុន្តែវាកក់ក្ដៅឃើញទេដោយកាលដែលព្រះសម្មាសម្ពុទ្ធយាងទៅសួរសុខទុក្ខបបៃតាអញ្ចឹងណាបៃតាសប្បាយចិត្តណាស់ហើយយើងវាមិនតាន់ស្លាប់ចាំមើលចិត្តស្លាប់ទៅយ៉ាងម៉េចយ៉ាងម៉េចចាំមើលលោកគ្រូចារកាណាហ្នឹងឈ្មោះថាការបដិបត្តិធម៌ពិតធម៌មែនធម៌នៅជួនកាលពុទ្ធសាសនាស្មើដែលពេញចិត្តពុទ្ធសាសនាខ្លាំងដោយសារតែវាប្រកបនិយមណាស់ញាតិញោមវាអីឡូវនេះទីនេះយើងអត់ចាំបាច់ធ្វើល្អឲ្យទៅសុំអនុញ្ញាតពីព្រះអាទិទេពណានេះអត់ទេមេត្តាធម៌ហ្នឹងគឺបដិបត្តិឥឡូវហ្នឹងទីហ្នឹងឥឡូវហ្នឹងភ្លាមហ្នឹងបើញោមឆេះទេមានអីនៅឃ្លាំងយកទៅញាតិញោមបកូនណាអង្គមកការ៉ុងម៉ាអីហើយអ្នកខ្លះហ្នឹងនិយាយពីតម្រាំបានមីមកកេះចេញពីវត្តហ្នឹងនិយាយពីកាត់វិន័យរំតកាត់អស់ហ្នឹងញោមនឹងស្លាប់អស់បាត់ហើយវាពិបាកអីម៉េះគ្រាន់តែមីមកកេះហ្នឹងអ្នកខ្លះហ្នឹងអត់ទេចុះបើញាតិញោមមកអញ្ចឹងនិយាយអញ្ចឹងមិនមែនថាមកឲ្យធ្វើពឹងផ្អែកលើវិន័យទេមិនមែនទេចង់និយាយថាសង្គ្រោះបន្តញាតិញោមទឹកលិចទៅអើតសាកបកូនណាឈឺមើលនេះវាយទៅជួងមកញោមមកពេញវត្តទាំងអស់នេះឃើញទេកន្លែងតំណងលោកម្ចាស់ត្រូវធ្វើអ្វីមួយយ៉ាងឆ្លើយតបចំពោះញោមវិញបើមិនចឹងទេយូរក្មេងសម័យក្រោយមើលឃើញទីវត្តនេះដូចជាអត់មានប្រយោជន៍ទេមើលទៅដូចអត់ទេដូចមិនដែលជួយអីដល់សង្គមសោះក្មេងចាប់ដើមគិតអីទៅណាហើយបរិពួកយុវជនសម័យក្រោយនេះក៏មិនអាចចូលមកបួសបានដែរទៅបួសទៅអីបួសនៅវត្តក្មេងចាប់ដើមសួរchẳng được ăn thử ấy phỏng khởi tàu tàu bồn không giấy tiết như vú khinh hai cái thân mà đó mà năm chùm bấn sụt bả ấy tiết ọt sạp sọp nâng chỉ vật người nữa đàn chân tầm lay rồi bao vọt rám phơi oi mà ha chuôn nơi chùm non cõi này mơ khơi mình miên tràn mình nâng chạy trên bị vót bởi Phật giáo nâng sạp sồn năm tầm anh nhận nhau mơ mà tàu bật tới Pakistan đại là con Phật giáo cái hao thật đan đây con thề rạ ấy lâu nâng vía nấu Afghanistan Pakistan India trap sầm bát rồi có cái hao thật Phật rup thay dương cái hao mua đọ sasna rồi bỏ Phật sasna nô tì nụ chran mahasalแต่ทำไมจบพิจารณาหมอนะตรงมีนติเฮียนปีลานใบกาเปียสัตตะกมเพลิง
ក្រាន់តែចូលធ្វើដំណើរដើម្បីទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធជាម្ចាស់វាបាត់បង់ពុទ្ធសាសនាអស់ទៅបាទឥឡូវពុទ្ធសាសនាហ្នឹងនៅទៅក្នុងឃ្លាំងទេនៅនោះអាហ្នឹងមិននិយាយថាទោសវាយ៉ាងម៉េចទេប៉ុន្តែថានេះជាអ្វីដែលបកូនណាតាមវត្តនីមួយត្រូវធ្វើកុំមើលរំលងនៅក្តីស្រឡាញ់និងសទ្ធារបស់បរិស័ទនៅក្នុងពេលបច្ចុប្បន្នអញ្ចឹងណាបកូនណាជ្រាបទេឥឡូវកូនណាលើកឧទាហរណ៍ជាក់ស្ដែងដូចមានអ្នកខ្លះនិយាយឥឡូវនៅស្រុកខ្មែរគ្មានណារឿងទូគ្មានណាល្បីជាងលៅធប់នេះទេអូផ្អើលមកពេញនរិនរាំងសីចង់ភ្លេចបាត់ហើយទៅហ្នឹងកាលណាគេលឺនរិនរាំងសីគេនឹកដល់ណានឹកដល់បាត់ដំបងកាលណានឹកដល់បាត់ដំបងនឹកដល់អោចិត្តហើយឃើញទេទេគ្រាន់តែប៉ុណ្ណឹងនិមិត្តរូបព្រះអង្គខ្លះប្រហែលជាយកវិន័យទៅកាត់កណាថាលោកលេងទូកអីលោកម្ចាស់ពុទ្ធសាសនាខ្មែរយើងនេះណាវាចេញអត់ផុតវិជីវិតញោមទេចេញមិនក៏អត់ផុតដែរហើយបើចង់ចេញផុតលះបង់អ្វីគ្រប់យ៉ាងទាំងអស់មានតែបាតជីវរទៅនៅព្រៃប៉ុន្តែកុំនៅអាព្រៃកពូតក្រោយភូមិនៅអាព្រៃធំក៏មកនៅព្រៃសកែ2 3គុំអីមកចេះថាព្រៃដែរព្រៃដូចកណានៅ3ខែនៅអត់មានអីមានតែសត្វសុទ្ធអាហ្នឹងតែមិនចេះនៅតែ3ខែងាប់ហើយrồiចាញ់ងាប់អានោះវាដាច់អញ្ចឹងប៉ុន្តែសួរថាវាទៅអត់បានទេអញ្ចឹងគេលោកម្ចាស់ព្រះពុទ្ធសាសនានឹងផ្សារភ្ជាប់នឹងវប្បធម៌គ្រាន់តែការងាររបស់បដិបគុណលោកម្ចាស់តានោះព្រះអនុគុណនឹងធ្វើកិច្ចការហ្នឹងវាជួយវាផ្សារភ្ជាប់គេមើលឃើញទូកផងគេមើលឃើញសេចក្តីល្អរបស់អ្នកបួសដែលអោបកសោពួកក្មេងៗពួកអ្នកអីទាំងអ្នកខេត្តបាត់ដំបងហ្នឹងចូលរួមនៅក្នុងវប្បធម៌ជាតិហ្នឹងឃើញទេវាផ្សារភ្ជាប់គ្រប់រឿងអញ្ចឹងញាតិញោមមើលអញ្ចឹងវត្តហ្នឹងចេញអត់ផុតទេញាតិញោមចេញមិនផុតពីជីវិតខ្មែរទេហើយជីវិតខ្មែរនោះក៏ចេញអត់ផុតពីវត្តដែរអញ្ចឹងកាលណាតែចេញមិនផុតពីគ្នាអញ្ចឹងយើងត្រូវតែធ្វើសេចក្តីហ្នឹងឲ្យកាន់តែល្អដើម្បីជាប្រយោជន៍នោះគឺជាការចូលរួមរបស់ព្រះភិក្ខុសង្ឃទៅក្នុងសង្គមមនុស្សសេចក្តីទុកពេតប្រកបគឺនៅពេលដែលលោកម្ចាស់ចូលទៅរួបរិស័ទដែលកំពុងតែមានសេចក្តីក្រៀមក្រំក្នុងឯងទីនោះឯងជាកន្លែងដែលញោមត្រូវការព្រះធម៌នឹងខ្លាំងលើសពេលណាទាំងអស់ហ្នឹងទួនាទីរបស់ព្រះសង្ឃហើយបើសិនជាយើងអត់ទេញាតិញោមអើយមិនយូរមិនឆាប់រហោឋាន50ឆ្នាំ100 200ឆ្នាំទៀតវត្តคล้ายទៅជាសារៈមន្ទីរអស់មនុស្សលីងណាប្រគុណណាអញ្ចឹងទូលប្រកេនលោកចាស់មើលសាសនាខ្លះគេដើរចែកទៅស្កក្របតាមភូមិគេអូសបរិស័ទបានហើយឃើញទេហើយយើងនៅនឹងរាប់សិប100ឆ្នាំ1000ឆ្នាំមិនក៏មិនធ្វើកិច្ចការហ្នឹងអស់បរិស័ទម្នាក់ឈប់ចូលវត្តវាដូចបាត់បរិស័ទពាក់កដាលវត្តអញ្ចឹងអត់បានទេយើងកុំឲ្យញោមអញ្ចឹងចូលទៅជួយហើយញោមយើងក៏មិនត្រូវការអ្វីដែលយើងអាចលើសពីអ្វីដែលយើងអាចធ្វើបានដែរអញ្ចឹងវត្តនឹងដើរតួសំខាន់ណាស់ហើយមិនឲ្យលោកម្ចាស់ធ្វើមកប្រទេសទេធ្វើតែជុំវិញញោមយើងហ្នឹងហើយអត់មានអីទេទានមានតែទានសិលភាវនាចែកទាននឹងចែកយ៉ាងម៉េចមើលលោកម្ចាស់មើលណានេះល្អិតល្អោយនឹងយកមកឲ្យរៀនទៅតូចនឹងក្មេងណាអីទាំងអស់នឹងបញ្ជាក់មកវិញញោមឈឺញោមអីនៅសាអើតជាញាតិញោមខ្លះញាតិញោមមើលលេងមកវត្ត40ឆ្នាំអីច្រើនណាស់ញាតិញោមច្រើនណាស់40ឆ្នាំគាត់នៅយូរស្រាក់មកវត្ត40ឆ្នាំរំតែស្លាប់
តើស្រៈ40ឆ្នាំដែលយកពីផ្ទះមកដល់វត្តនេះវាមានតម្លៃប៉ុណ្ណានៅក្នុងស្រៈហ្នឹងវាមានអីវាមានសទ្ធាវាមានឆន្ទៈវាមានការស្រឡាញ់ហើយនរណាប៉ះលោកបានទៀតអូបានទេហត់នឿយញើសឈាមទាំងអស់នៅក្នុងមួយស្រៈហ្នឹងយកមកដាក់ក្នុងវត្តអញ្ចឹងវាជាមរតកជាកំណត់ដ៏មហាសាលដែលវត្តគឺបច្ចោតិកាប្រសង់គ្រប់វត្តត្រូវតែថែរក្សាស្រៈបាយមួយស្រៈនេះឲ្យមានតម្លៃសមទៅនឹងអ្វីដែលបរិស័ទបានបូជាហើយពេលនោះទៅវត្តយើងមានតម្លៃនិងជាវត្តដែលមានប្រយោជន៍សម្រាប់ពុទ្ធបរិស័ទនិងសង្គមជាតិសូមអនុមោទនា